តើអ្នកនឹងធ្វើបែបណាបើសិនជាអ្នកដឹងថាមនុស្សដែលអ្នកស្រឡាញ់កំពុងតែមានជំងឺយ៉ាងធ្ងន់ដែលមិនអាចព្យាបាលបានតើអ្នកនឹងចំណាយពេលវេលាចុងក្រោយបែបណាជាមួយនឹងនាងហើយនៅពេលវេលាចុងក្រោយមួយនោះតើអ្នកនឹងធ្វើអ្វីខ្លះដើម្បីនាងអូខេ Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយវីដេអូថ្ងៃនេះដែរខ្ញុំនឹងយកសាច់រឿងមួយដែលមានចំណងជើងថា I want to eat your pancreas អញ្ចឹងតោះយើងចាប់ផ្ដើមនៅសាច់រឿងយើងក៏បានឃើញនៅពិធីបុណ្យសពរបស់ក្មេងស្រីម្នាក់ដែលបានធ្វើឡើងនៅពេលមេឃកំពុងតែភ្លៀងហើយយើងក៏បានឃើញនៅមិត្តភ័ក្តិរបស់នាងជាច្រើនបានចូលរួមនៅពិធីបុណ្យសពរបស់នាងហើយនេះក៏ជាតួប្រុសរបស់យើងដែលមានឈ្មោះថា Haruki គាត់ក៏បាននិយាយប្រាប់រឿងគ្រប់យ៉ាងមកឲ្យយើងទាំងអស់គ្នាបានដឹងថាមានរឿងអ្វីខ្លះបានកើតឡើងវាបានកើតឡើងនៅក្នុងខែមេសានៅរដូវផ្កាឈើរីករាយនៅ Skuski Haruki គាត់បានទៅមន្ទីរពេទ្យដើម្បីអង្គុយរងចាំលេខរៀនរបស់គាត់ដើម្បីឆែកសុខភាពភ្លាមនោះក៏ស្រាប់តែមានក្មេងពីរនាក់រត់លេងកាត់ដំមុខ Haruki ហើយក៏ធ្វើឲ្យសៀវភៅមួយធ្លាក់ផងដែរដោយ Haruki គាត់មិនបានឃើញម្ចាស់សៀវភៅដូច្នេះហើយគាត់ក៏បានរើសវាយកមកអានដោយសៀវភៅនេះគឺជា diary របស់មនុស្សម្នាក់ដែលបានសរសេរថាខ្ញុំមានពេលវេលាតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះដើម្បីរស់នៅដោយសារតែខ្ញុំមានជំងឺមួយជាប់នឹងខ្លួនដែលមិនអាចនឹងព្យាបាលបានដូច្នេះខ្ញុំចង់សរសេរនៅអ្វីចុងក្រោយដែលខ្ញុំបានជួបដែលនៅក្នុងសៀវភៅមួយនេះភ្លាមនោះតួស្រីនាងក៏បានរត់មកនិងបាននិយាយថានេះគឺជាសៀវភៅរបស់ខ្ញុំទេហើយ Haruki គាត់ក៏បានហុចសៀវភៅមួយនេះទៅឲ្យនាងវិញទៅដោយមិនបានភ្ញាក់ផ្អើលអ្វីនោះឡើយបន្ទាប់មកតួស្រីនាងក៏បានសួរទៅកាន់ Haruki ថាតើគាត់បានអានសៀវភៅមួយនេះហើយមែនហើយនាងក៏បានរៀបរាប់ប្រាប់អំពីជំងឺលំពេងរបស់នាងដែលថាវាបានខូចបាត់ទៅហើយដូច្នេះហើយនាងក៏នៅសល់ពេលមិនយូរទៀតនោះដែរតែតួប្រុសវិញនៅតែមិនខ្វល់អំពីសម្ដីរបស់នាងនោះឡើយដោយបានឃើញអំពីអត្តចរិតរបស់តួប្រុសបែបនេះធ្វើឲ្យតួស្រីចាប់អារម្មណ៍ជាមួយនឹងគាត់យ៉ាងខ្លាំងហើយនាងថែមទាំងបានរងចាំ Haruki នៅពេលដែលគាត់ចេញពីមន្ទីរពេទ្យទៀតផងក៏ប៉ុន្តែ Haruki នឹងក៏នៅតែមិនខ្វល់អំពីនាងនោះដែរដូច្នេះហើយតួស្រីនាងក៏បានរត់ទៅតាម Haruki និងបានសុំឲ្យ Haruki នឹងជួយរក្សារឿងអត្តកម្មាំងរបស់នាងផងដែលថានាងនឹងបានកាត់ជំងឺមួយនេះហើយតួប្រុសគាត់ក៏បានប្រាប់មកវិញថាកុំឲ្យនាងនឹងបារម្ភអីគាត់នឹងមិនប្រាប់អ្នកណាគេនោះទេដោយសារតែគាត់នឹងគ្មានមិត្តភក្តិនោះឡើយបន្ទាប់ពីបានលើកបែបនេះតួស្រីក៏បាននិយាយថាបើសិនជាលោកចង់ឲ្យខ្ញុំធ្វើជាមិត្តរបស់លោកខ្ញុំនឹងកំដរលោកពេញមួយជីវិតក៏បានដែរហើយតួប្រុសក៏បានប្រាប់មកវិញថាមិនអីនោះទេនាងគួរតែចំណាយពេលចុងក្រោយរបស់នាងទៅធ្វើអ្វីដែលនាងចង់ធ្វើទៅហើយតួស្រីក៏បានឆ្លើយថាយល់ព្រមហើយនាងក៏បានរត់ចាក់ចេញទៅបាត់ទៅនៅសប្តាហ៍បន្ទាប់យើងក៏ឃើញថាតួស្រីនាងក៏បានចុះឈ្មោះធ្វើជាជំនួយការនៅក្នុងបណ្ណាល័យដែលតួប្រុសបានធ្វើការហើយ Haruki ក៏បានសួរទៅកាន់នាងថាតើនាងប្រកាសដែរឬទេដែលថានាងចង់ចំណាយពេលចុងក្រោយរបស់នាងនៅក្នុងបណ្ណាល័យមួយនេះហើយតួស្រីនាងក៏បានថានាងក៏មិនប្រកាសនោះដែរហើយ Haruki ក៏បានបន្តនិយាយថានាងគួរតែចំណាយពេលចុងក្រោយរបស់នាងជាមួយនឹងក្រាស់ឬក៏ទៅដើរលេងនៅកន្លែងណាដែលនាងចង់ទៅក៏ប៉ុន្តែតួស្រីវិញនាងក៏បានបដិសេធនិងបានយកសៀវភៅមួយចេញមកហើយបាននិយាយថាឥឡូវនេះនាងនឹងកត់អ្វីដែលនាងចង់ធ្វើដែលនៅក្នុងទីនេះតែល្ងាចនេះលោកទំនេរទេខ្ញុំចង់បបួលលោកទៅញ៉ាំអីជាមួយនឹងគ្នាចំណែកឯតួប្រុសវិញក៏ចង់ប្រកែកទៅហើយតែតួស្រីនាងបានបន្តនិយាយថាលោកបានប្រាប់ឲ្យខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើហើយនេះគឺជាអ្វីដែលខ្ញុំចង់ធ្វើដូច្នេះហើយតួប្រុសគាត់ក៏បានយល់ព្រមទៅជាមួយនឹងនាងទៅលុះពេលល្ងាចក៏បានចុះមកដល់ពួកគេក៏បានទៅញ៉ាំអាហារជាមួយនឹងគ្នាហើយចាប់ពីថ្ងៃនេះទៅពួកគេក៏ចាប់ផ្ដើមចំណាយពេលជាមួយនឹងគ្នាយ៉ាងច្រើនជាងមុននៅពេលមួយដែលពួកគេកំពុងតែដើរលេងជាមួយនឹងគ្នានោះក៏ប្រទះឃើញនៅអ៊ំប្រុសម្នាក់ដែលកំពុងតែត្រូវបានគេធ្វើបាបដូច្នេះហើយតួស្រីនាងក៏បានចូលទៅជួយអ៊ំប្រុសម្នាក់នឹងថែមទាំងបានវាយបរិសម្នាក់ដែលបានធ្វើបាបអ៊ំប្រុសម្នាក់នឹងទៀតផងបន្ទាប់មកតួស្រីនាងក៏បានអូសដៃតួប្រុសហើយក៏បាននាំគ្នារត់ចាក់ចេញពីកន្លែងមួយនឹងទៅដល់ហាងកាហ្វេមួយកន្លែងផងដែរហើយពួកគេទាំងពីរនាក់នឹងក៏បាននាំគ្នាចូលទៅញ៉ាំអីនៅក្នុងហាងកាហ្វេមួយនឹងហើយតួស្រីនាងក៏បាននិយាយរឿងរ៉ាវជាច្រើនប្រាប់ទៅកាន់ Haruki បន្ទាប់មកនាងក៏បានសុំលេខទូរស័ព្ទរបស់ Haruki ទៀតផងនៅពេលដែលពួកគេបានធ្វើដំណើរមកដល់ផ្ទះវិញតួស្រីនាងក៏បានផ្ញើសារអរគុណទៅកាន់តួប្រុសហើយនាងក៏បាននិយាយថានាងពិតជាសប្បាយចិត្តណាស់ហើយនាងនៅតែចង់បន្តបែបនេះរហូតដល់ថ្ងៃដែលនាងស្លាប់តែកឡើងនៅពេលដែល Haruki គាត់បានដើរចូលទៅក្នុងថ្នាក់រៀននោះក៏មានសិស្សជាច្រើនបាននិយាយរឿងរ៉ាវរបស់ពួកគេទាំងពីរនាក់កាលពីម្សិលមិញថាពួកគេនឹងបានដេតជាមួយនឹងគ្នាហើយបន្តមកតួស្រីនាងក៏បានដើរចូលមកហើយមិត្តភក្តិរបស់នាងបានហៅនាងថា Sakura ហើយក៏បានសួរទៅកាន់នាងថាហេតុអ្វីក៏នាងទៅតាក់ទងជាមួយនឹងបរិសម្នាក់នឹងអញ្ចឹងដោយសារតែគាត់នឹងមើលទៅគ្មានមិត្តភក្តិនោះទេហើយមើលទៅក៏គ្មាននរណាគេម្នាក់ចូលចិត្តគាត់នោះដែរហើយនៅមានមនុស្សប្រុសដទៃផ្សេងទៀតដែលមើលទៅល្អជាងអាប៉ែនឹងឆ្ងាយណាស់តែ Sakura វិញនាងគ្រាន់តែញញឹមនិងមិនបាននិយាយអ្វីនោះឡើយនៅពេលដែលពួកគេបានចេញពីសាលារៀនពួកគេក៏បាននាំគ្នាទៅបណ្ណាល័យនិងបាននិយាយគ្នាលេងហើយអ្នកទាំងពីរនឹងក៏បាននាំគ្នាទៅញ៉ាំអីជាមួយនឹងគ្នាបន្ទាប់ពីញ៉ាំអីហើយពួកគេក៏បាននាំគ្នាទៅដើរលេងនៅមាត់សមុទ្រហើយ Haruki ក៏បានសួរទៅកាន់ Sakura ថាហេតុអ្វីបានជានាងមិនប្រាប់មិត្តភក្តិរបស់នាងដែលថានាងមានជំងឺបែបនេះហើយ Sakura នាងក៏បានតបមកវិញថានាងមិនប្រាប់មិត្តភក្តិរបស់នាងអំពីជំងឺមួយនេះក៏ដោយសារតែនាងនឹងមិនចង់ឲ្យមិត្តភក្តិរបស់នាងពិបាកចិត្តនិងយំរាល់ពេលដែលពួកគេនឹងឃើញនាងហើយពួកគេនឹងមិនសប្បាយចិត្តនោះទេនៅពេលដែលពួកគេបានដឹងរឿងរ៉ាវទាំងអស់នេះហើយមានតែ Haruki នេះទេដែលគាត់បានដឹងរឿងរ៉ាវ
តែទាំងអស់នេះហើយតែគាត់នៅតែធម្មតាហើយនាងចង់បានបែបធម្មតារបស់ Haruki បន្ទាប់មកពួកគេក៏បាននាំគ្នារកកន្លែងអង្គុយនិងបាននិយាយគ្នាបន្តទៀត Haruki គាត់ក៏បានសួរទៅកាន់ Sakura ថាតើនាងចង់បានសង្សារដែរឬទេហើយ Sakura នាងក៏បាននិយាយមកវិញថាបើនាងចង់បានមិត្តប្រុសតើលោកនឹងធ្វើបែបណាតែ Haruki ក៏មិនបាននិយាយអ្វីនោះទេហើយ Sakura ក៏បាននិយាយទៅកាន់ Haruki ថាកុំឲ្យគាត់នឹងចំណាយពេលអានសៀវភៅច្រើនពេកគួរតែមានមិត្តភក្តិខ្លះទៅវាល្អកាត់ចូលមកកាន់ពេលយប់វិញ Sakura នាងក៏បានផ្ញើសារបបួល Haruki ទៅដើរលេងជាមួយនឹងគ្នានៅថ្ងៃស្អែកនេះហើយពួកគេក៏បានណាត់ជួបគ្នានៅកន្លែងស្ថានីយ៍រថភ្លើងបន្ទាប់ពីពួកគេបានជួបគ្នានៅស្ថានីយ៍រថភ្លើងហើយក៏បានឡើងទៅលើរថភ្លើងហើយ Sakura នាងក៏បាននិយាយទៅកាន់ Haruki ថាទៅដើរលេងអញ្ចឹងគួរតែធ្វើមុខឲ្យសប្បាយទៅកុំធ្វើមុខនឹងដូចជាគេយកទៅបាញ់ចោលអញ្ចឹងហើយ Haruki ក៏បាននិយាយមកវិញថានេះប្រហែលជាការចាប់ចម្រិតច្រើនជាងនៅពេលដែលពួកគេកំពុងតែជិះនៅលើរថភ្លើងនោះ Haruki ក៏បានសារភាពទៅកាន់ Sakura ក៏ប៉ុន្តែដោយសារតែសំឡេងរថភ្លើងវាលេចខ្លាំងជាងដូច្នេះហើយទើបធ្វើឲ្យ Sakura នាងមិនបានស្ដាប់ឮអ្វីនោះទេមិនយូរប៉ុន្មានរថភ្លើងរបស់អ្នកទាំងពីរក៏បានទៅដល់កន្លែងដើរលេងហើយអ្នកទាំងពីរក៏បាននាំគ្នាទៅដើរលេងជាមួយនឹងគ្នាដូចជាទៅញ៉ាំកាទៀវជាមួយនឹងគ្នាឡើងអាគារខ្ពស់ៗទៅថតរូបជាមួយនឹងគ្នាទៅហាងទីសម្លៀកបំពាក់និងធ្វើរឿងជាច្រើនផ្សេងទៀតបន្ទាប់ពីអ្នកទាំងពីរបានទៅដើរលេងជាមួយនឹងគ្នាហើយអ្នកទាំងពីរក៏បានទៅរកសន្តាគារដើម្បីស្នាក់នៅមួយយប់ហើយពួកគេទាំងពីរនាក់ក៏បានទៅជួបបន្ទប់សន្តាគារមួយស្នាក់នៅជាមួយនឹងគ្នាបន្ទាប់ពីអ្នកទាំងពីរបានឡើងទៅដល់បន្ទប់សន្តាគារមួយនឹងហើយ Sakura នាងក៏បាននិយាយថាមកគេងបន្ទប់មួយជាមួយនឹងកូនប្រុសគេចឹងខ្លាចតែគេស៊ីស៊ីនខ្ញុំទេនេះក៏ប៉ុន្តែ Haruki វិញគាត់បាននិយាយថាកុំបារម្ភអីខ្ញុំមិនធ្វើអីចាឯងនោះទេបន្ទាប់មក Sakura នាងក៏បានរៀបចំខ្លួនដើម្បីទៅងូតទឹកហើយនាងក៏បានភ្លេចសាប៊ូដុសមុខដូច្នេះហើយនាងក៏បានប្រើឲ្យ Haruki នឹងជួយយកសាប៊ូដុសមុខរបស់នាងនៅក្នុងកត្តារបស់នាងបន្តិចនៅពេលដែល Haruki កំពុងតែយកសាប៊ូដុសមុខឲ្យនាងនោះគាត់បានភ្ញាក់ផ្អើលជាខ្លាំងព្រោះថានៅក្នុងកត្តារបស់ Sakura គឺមានថ្នាំយ៉ាងច្រើនបន្ទាប់ពីពួកគេទាំងពីរនាក់បានងូតទឹកនិងរៀបចំខ្លួនរួចហើយ Sakura នាងក៏បានបបួល Haruki លេងហ្គេមមួយដែលហ្គេមមួយនោះមានឈ្មោះថា Truth or Dare ដែលរបៀបនៃការលេងហ្គេមមួយនេះគឺពួកគេទាំងពីរនាក់ត្រូវចាប់សន្លឹកបៀម្នាក់មួយបើសិនជាមានម្នាក់ណាចាប់បានសន្លឹកបៀតូចនឹងត្រូវសួរទៅកាន់អ្នកដែលមានសន្លឹកបៀធំថា True or Dare ប្រសិនបើអ្នកដែលមានសន្លឹកបៀធំជ្រើសយក True បានន័យថាពួកគេនឹងជ្រើសយកនិយាយការពិតប៉ុន្តែបើសិនជាគេជ្រើសយក Dare បានន័យថាពួកគេនឹងធ្វើអ្វីទៅតាមអ្នកដែលមានសន្លឹកបៀតូចបានប្រាប់ហើយអ្នកទាំងពីរក៏បានលេងហ្គេមមួយនេះជាមួយនឹងគ្នាដែលនៅជុំដំបូងអ្នកដែលត្រូវសួរគឺជា Sakura ហើយនាងក៏បានឲ្យ Haruki នឹងជ្រើសយកថា True or Dare បន្ទាប់មកតួប្រុសក៏បានជ្រើសយក True ដូច្នេះហើយ Sakura នាងក៏បានសួរសំណួរមួយទៅកាន់ Haruki ថានៅក្នុងចំណោមមិត្តរួមថ្នាក់ទាំងអស់តើ Haruki គិតថាម្នាក់ស្រីម្នាក់ណាដែលថាស្អាតជាងគេហើយ Haruki គាត់ក៏បានឆ្លើយថាសម្រាប់គាត់គឺជាមនុស្សស្រីដែលរៀនពូកែទៅលើផ្នែកគណិតវិទ្យាហើយពួកគេក៏បានបន្តលេងបែបនេះជាមួយនឹងគ្នាយ៉ាងសប្បាយតែយូរៗទៅ Sakura នាងមានអារម្មណ៍ថាដូចជាធុញតែតួប្រុសបាននិយាយថាពួកយើងនៅសល់2ជុំទៀតមិនទាន់បានចប់នោះទេហើយពួកគេក៏បានបន្តលេងទៀតដែលលើកនេះ Sakura ជាអ្នកសួរទៅកាន់ Haruki ដោយឲ្យ Haruki នឹងគាត់និយាយការពិត3យ៉ាងអំពីនាងដែលគិតថានាងគួរឲ្យស្រឡាញ់បើសិនជាតួប្រុសគាត់មិនចង់ឆ្លើយនោះទេគាត់នឹងត្រូវ3នាងឡើងទៅលើគ្រែគេងហើយ Haruki របស់យើងនឹងក៏មិនចង់ឆ្លើយនោះទេអញ្ចឹងហើយគាត់ក៏3តួស្រីឡើងទៅលើគ្រែគេងទៅហើយជុំចុងក្រោយនេះនៅតែជា Sakura ដដែលសួរទៅកាន់ Haruki ខ្ញុំចង់ប្រាប់លោកថាខ្ញុំពិតជាខ្លាចនឹងសេចក្តីស្លាប់ខ្លាំងណាស់ហើយលោកដឹងទេហើយលោកនឹងធ្វើបែបណាតែតួប្រុសវិញគាត់ក៏បានឈរស្ងៀមនិងមិនបាននិយាយអ្វីនោះឡើយដែលគាត់បាននឹកឃើញនៅថ្នាំជាច្រើននៅក្នុងកត្តារបស់ Sakura ហើយគាត់ក៏បានជ្រើសរើសយក Dare វិញហើយតួស្រីនេះក៏បានប្រាប់ឲ្យ Haruki នឹងមកគេងលើគ្រែជាមួយនឹងនាងកាត់ចុងមកកាន់ពេលព្រឹកវិញពួកគេក៏បានរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយមិត្តភក្តិរបស់ Sakura នាងក៏បានខលមកនឹងស្ដីឲ្យ Sakura តែម្ដងថាមិនក៏នាងនឹងកុហកប៉ាម៉ាក់ថានាងទៅដើរលេងជាមួយមិត្តភក្តិបែបនេះនាងតែខ្លួនឯងនឹងទៅដេតជាមួយនឹងសង្សារទេតែកុហកប៉ាម៉ាក់សតតែទៅដើរលេងជាមួយមិត្តភក្តិបន្ទាប់ពីនឹងមកពួកគេក៏បានជិះរថភ្លើងមកដល់ផ្ទះវិញហើយ Sakura នាងក៏បានសួរទៅកាន់ Haruki ថាតើលើកក្រោយពួកគេអាចទៅដើរលេងជាមួយនឹងគ្នាទៀតបានដែរឬទេហើយតួប្រុសក៏បានយល់ព្រមនៅពេលដែល Haruki ក៏បានទៅដល់ផ្ទះវិញគាត់ក៏មានអារម្មណ៍ថាគាត់ដូចជាចម្លែកគាត់មិននឹងត្រូវធ្វើអ្វីនោះទេគាត់ដឹងត្រឹមថាគាត់កំពុងតែរងចាំសាររបស់ Sakura ដែលនាងបានផ្ញើសារមកកាន់គាត់កាត់ចុងមកកាន់ពេលស្អែកឡើងមិត្តភក្តិរបស់ Sakura នាងបានមកនិយាយជាមួយនឹង Haruki ដែលនាងមានឈ្មោះថា Kyoko ហើយនាងក៏បាននិយាយប្រាប់រឿងរ៉ាវជាច្រើនរបស់ Sakura កាលនៅវិទ្យាល័យដែល Sakura នឹងនាងគឺបានយំពេញមួយយប់ដោយសារសង្សាររបស់នាងបានសុំនាងបែកហើយ Sakura នាងគឺបានបាក់ទឹកចិត្តដោយសារតែឃើញប៉ាម៉ាក់របស់ខ្លួនឆ្លោះគ្នាដូច្នេះហើយបើសិនជាតួប្រុសហ៊ានតែធ្វើបាបនាងបន្តិច Kyoko នឹងសម្លាប់តួប្រុសជាមិនខានបន្ទាប់មក Haruki គាត់ក៏បានទៅបណ្ណាល័យនិងបានជួបនិយាយគ្នាជាមួយនឹង Sakura ហើយ Sakura នាងក៏បាននិយាយថានាងមិនចូលចិត្តអានសៀវភៅនោះទេក៏ប៉ុន្តែនាងចូលចិត្តអានសៀវភៅមួយតែ Haruki គាត់ចង់ដឹងដែរឬទេហើយតួប្រុសគាត់ក៏បានឆ្លើយថាគាត់ចង់ដឹងហើយសៀវភៅដែល Sakura នាងចូលចិត្តនោះគឺមានឈ្មោះថា The Little Prince តែលោកធ្លាប់បានអានវាដែរឬទេហើយ Haruki គាត់ក៏ធ្លាប់បានដឹងអំពីវាផងដែរក៏ប៉ុន្តែគាត់មិនទាន់បានអានវានោះទេបន្ទាប់មក Sakura នាងក៏បបួល Haruki ទៅផ្ទះរបស់នាងហើយនាងនឹងឲ្យសៀវភៅមួយនោះទៅ Haruki ខ្ចីដើម្បីអានបន្ទាប់ពីពួកគេបានទៅដល់ផ្ទះរបស់ Sakura ហើយពួកគេបែរជានាំគ្នាទៅលេងហ្គេមទៅវិញហើយតួស្រីនាងក៏បានសួរទៅកាន់ Haruki ថាតើគាត់មិនចង់បានមិត្តស្រីទេឬហើយតួប្រុសគាត់ក៏
ก็បានឆ្លើយវិញថាគាត់មិនចង់បាននោះទេក៏ព្រោះថាគាត់មិនមានសម្បីតែមិត្តភក្តិដូច្នេះហើយគាត់ចង់នៅបែបនេះល្អជាងហើយតួស្រីនាងនៅតែបន្តសួរទៅកាន់ហារូគីថាតើគាត់ចង់បាននាងធ្វើជាមិត្តស្រីដែរឬទេតែតួប្រុសវិញគាត់មិនបាននិយាយអ្វីនោះឡើយគាត់ក៏បានសួររកសភៅមួយនោះហើយថាគាត់ប្រញាប់ត្រឡប់ទៅផ្ទះវិញនៅពេលដែលតួប្រុសគាត់បានដើរទៅដល់មុខទូសភៅសាក្រានាងក៏បានដើរមកពីក្រោយខ្នងនិងបានអោបហារូគីហើយនាងបាននិយាយថានេះគឺជាបំណងមួយរបស់នាងមុននឹងនាងស្លាប់គឺជាការអោបមិត្តប្រុសរបស់នាងហើយពួកគេទាំងពីរនាក់បំរុងនឹងថែបគ្នាទៅហើយតែសាក្រានាងបាននិយាយថានាងធ្វើលេងនោះទេដោយហារូគីគាត់ខឹងមួយពេលដូច្នេះហើយគាត់ក៏បានរុញសាក្រាឲ្យដួលនិងបំរុងចង់ធ្វើបាបទៅលើនាងទៅហើយពេលហារូគីនឹងគាត់បានឃើញសាក្រាយំដូច្នេះហើយគាត់ក៏បានលែងនាងវិញហើយគាត់ក៏បានរត់ចាក់ចេញពីផ្ទះរបស់សាគូរ៉ាហើយហារូគីគាត់ក៏បានជួបជាមួយនឹងអតីតមិត្តប្រុសរបស់សាគូរ៉ាហើយគេក៏បាននិយាយឌឺដងនឹងរឿងមិនល្អរបស់ហារូគីក៏ប៉ុន្តែតួប្រុសវិញក៏ធ្វើដូចជាមិនខ្វល់ហើយក៏ធ្វើឲ្យអតីតមិត្តប្រុសរបស់សាគូរ៉ាបានខឹងហើយក៏វាយទៅកាន់ហារូគីមួយដៃពេលនឹងសាគូរ៉ានឹងក៏បានចេញមកនិងបានរត់ទៅមើលតួប្រុសហើយនាងក៏បានខឹងយ៉ាងខ្លាំងហើយនាងថែមទាំងស្ដីឲ្យទៅកាន់អតីតមិត្តប្រុសរបស់នាងទៀតផងនិងបានដេញគាត់ឲ្យចាក់ចេញទៅបន្ទាប់មកសាគូរ៉ានឹងក៏បានសុំទោសទៅកាន់ហារូគីក៏ប៉ុន្តែពាក្យសម្ដីរបស់អតីតមិត្តប្រុសរបស់នាងមុននេះក៏ជានិយាយត្រូវខ្លាំងណាស់ហើយក៏ធ្វើឲ្យហារូគីមានអារម្មណ៍ថាបានបាក់ទឹកចិត្តយ៉ាងខ្លាំងក៏ប៉ុន្តែសាគូរ៉ានឹងក៏បានព្យាយាមនិយាយលួងលោមទៅកាន់ហារូគីនិងបានយករឿងល្អៗរបស់ពួកគេនឹងមកនិយាយប្រាប់ទៅកាន់ហារូគីក៏ធ្វើឲ្យហារូគីនឹងមានអារម្មណ៍ល្អឡើងមកវិញហើយអ្នកទាំងពីរក៏បានលាគ្នាដើម្បីទៅផ្ទះវិញបន្ទាប់ពីអ្នកទាំងពីរបានត្រឡប់ទៅដល់ផ្ទះវិញហើយសាគូរ៉ានឹងក៏បានយកសៀវភៅ The Little Prince មួយនោះទៅឲ្យហារូគីហើយនាងក៏បាននិយាយប្រាប់ឲ្យហារូគីនៅជាមួយនាងរហូតដល់ថ្ងៃដែលនាងស្លាប់ចាប់ពីពេលនោះមកពួកគេក៏កាន់តែចំណាយពេលជាមួយនឹងគ្នាយ៉ាងច្រើនជាងមុននិងបានទៅធ្វើនៅរឿងជាច្រើនដែលសាគូរ៉ានឹងបានកត់ត្រានៅក្នុងសៀវភៅដែលជាបំណងរបស់នាងដូចជាការទៅញ៉ាំ pasta ទៅលេងបោះ bowling ទៅថតរូបជាមួយនឹងគ្នានិងធ្វើនៅរឿងរ៉ាវជាច្រើនផ្សេងទៀតតែមិនយូរប៉ុន្មានរឿងដែលមិនល្អក៏បានចូលមកដល់សាគូរ៉ានេះក៏បានចូលទៅកាន់មន្ទីរពេទ្យម្ដងទៀតហើយនោះដែរហារូគីគាត់ក៏បានទៅមើលនាងផងដែរក៏ប៉ុន្តែសាគូរ៉ានេះក៏បាននិយាយថាជំងឺរបស់នាងឥឡូវនេះគឺកាន់តែធ្ងន់ហើយអញ្ចឹងហើយប៉ាម៉ារបស់នាងគឺកាន់តែបារម្ភអំពីនាងបន្ថែមទៀតតែសាគូរ៉ានេះគឺខ្លាចថានាងនឹងមិនបានចូលរួមពិធីបុណ្យនៅពេលខាងមុខនេះហើយសាគូរ៉ានេះក៏បាននិយាយថាឲ្យហារូគីនឹងព្រមបើកជារាប់អានមិត្តភក្តិនៅក្នុងថ្នាក់ក៏ប៉ុន្តែហារូគីគាត់មិនព្រមនោះឡើយហើយហារូគីគាត់ក៏បានសួរទៅកាន់សាគូរ៉ាវិញថាតើអត្ថន័យនៃការរស់នៅគឺមានន័យបែបណាសម្រាប់នាងហើយសាគូរ៉ានេះក៏បាននិយាយវិញថាអត្ថន័យនៃការរស់នៅសម្រាប់នាងនោះគឺការមានទំនាក់ទំនងជាមួយនឹងអ្នកដទៃហើយយកចិត្តទុកដាក់ចំពោះនរណាម្នាក់ការស្រឡាញ់មនុស្សម្នាក់ការស្អប់នរណាគេម្នាក់ហើយមានភាពរីករាយជាមួយនឹងនរណាម្នាក់និងការកាន់ដៃជាមួយនឹងមនុស្សដែលខ្លួនឯងស្រឡាញ់នេះហើយក៏ជាអត្ថន័យនៃការរស់នៅសម្រាប់ខ្ញុំទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងអ្នកដទៃគឺជាអ្វីដែលបានកំណត់ថាខ្ញុំគឺមានជីវិតខ្ញុំដឹងថាចិត្តរបស់ខ្ញុំមានក៏ព្រោះតែខ្ញុំអាចទំនាក់ទំនងជាមួយនឹងមនុស្សដទៃខ្ញុំដឹងថារាងកាយរបស់ខ្ញុំមានក៏ព្រោះតែអ្នកដទៃអាចប៉ះខ្ញុំហើយគឺជាគោលបំណងដែលបានមកពីការរស់នៅដូចជាពួកយើងទាំងពីររស់នៅពេលនេះនិងឥឡូវនេះនៅពេលនឹងដែរគ្រាន់តែសាគូរ៉ានឹងបាននិយាយចប់ភ្លាមនាងក៏បានទៅអោបហារូគីហើយម្ដងនេះនាងមិនបានធ្វើលេងទៀតនោះទេហើយនាងក៏បានបន្តនិយាយថានាងចង់បានការពិតនិងភាពជាធម្មតារបស់ហារូគីនេះណានៅពេលនឹងដែរមិត្តភក្តិរបស់សាគូរ៉ានាងក៏បានបើកទ្វារចូលមកនិងបានសួរថាពួកគេកំពុងតែធ្វើអ្វីហ្នឹងដោយសារតែសាគូរ៉ានាងមិនចង់ឲ្យមិត្តភក្តិរបស់នាងខឹងទៅលើហារូគីសាគូរ៉ានាងក៏បានរត់ទៅអោបមិត្តភក្តិរបស់នាងនិងបានផ្ដល់ឱកាសឲ្យហារូគីបានចាក់ចេញពីបន្ទប់ហ្នឹងទៅប្រហែលថ្ងៃក្រោយមកនៅពេលដែលហារូគីនៅក្នុងថ្នាក់កំពុងតែរៀនគាត់ក៏ទទួលបានសារពីសាគូរ៉ាដែលនៅក្នុងសារមួយហ្នឹងសាគូរ៉ានាងបាននិយាយថានាងនៅតែបន្តសម្រាកនៅមន្ទីរពេទ្យរយៈពេល2សប្តាហ៍ទៀតដូច្នេះហើយនៅល្ងាចហ្នឹងនៅពេលដែលហារូគីបានចេញពីសាលារៀនក៏ភ្លេចមកជួបនាងផងនៅពេលល្ងាចឡើងនៅពេលដែលហារូគីបានចេញពីសាលារៀនគាត់ក៏បានទៅជួបនឹងសាគូរ៉ានៅយប់នោះសាគូរ៉ានាងក៏បាននាំហារូគីទៅកន្លែងមួយចាយមិននំកូនគេចូលព្រៃចឹងដល់គេខ្លាចណាបែរបន្តិចក្រោយមកអ្នកទាំងពីរក៏បានទៅដល់កន្លែងមួយហ្នឹងហើយសាគូរ៉ានាងពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ព្រោះថានៅទីនេះនាងគឺអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ទីក្រុងនៅពេលយប់បានហើយនៅពេលហ្នឹងដែរហារូគីគាត់ក៏បាននិយាយទៅកាន់សាគូរ៉ាថាមួយរយៈនេះនាងពិតជាចម្លែកខ្លាំងណាស់តែនាងពិតជាត្រូវស្លាប់មែនឬហើយសាគូរ៉ានាងក៏បាននិយាយវិញថាប្រកាសណានាងនឹងត្រូវស្លាប់ក៏ព្រោះថាឥឡូវនេះលំពេងរបស់នាងមិនដំណើរការទៀតនោះទេហើយហារូគីគាត់ក៏បានចាប់កាន់ដៃរបស់សាគូរ៉ានិងបាននិយាយថាខ្ញុំពិតជាមិនចង់ឲ្យនាងស្លាប់នោះទេខ្ញុំពិតជាចង់ឲ្យនាងនៅមានជីវិតរស់នៅនាងនឹងឆាប់ជាសះស្បើយនាងមិនអីនោះទេហើយសាគូរ៉ានាងក៏បាននិយាយមកវិញថានាងពិតជាសប្បាយចិត្តខ្លាំងណាស់និងមានសំណាងដែលមានមនុស្សម្នាក់បានបារម្ភពីនាងហើយបងកុំបារម្ភអីខ្ញុំនឹងប្រាប់បងឲ្យបានច្បាស់មុននៅពេលដែលខ្ញុំស្លាប់នៅភ្លាមនឹងដែរក៏ស្រាប់តែមានគេបាញ់កំជ្រួចមកហើយអ្នកទាំងពីរក៏បាននៅមើលកំជ្រួចជាមួយនឹងគ្នា
នៅតែបន្តមកសាការ៉ាក៏បានសារទៅបបួលហារូគីទៅញ៉ាំអីជាមួយនឹងគ្នានៅពេលដែលហារូគីបានដើរទៅហាងដើម្បីចាំសាការ៉ានោះហារូគីគាត់ក៏ព្រមបើកចិត្តនិយាយជាមួយនឹងមិត្តភ័ក្តិនិងធ្វើទៅតាមអ្វីដែលសាការ៉ាបានប្រាប់មកកាន់គាត់នៅថ្ងៃនោះបន្តមកហារូគីគាត់ក៏បានទៅដល់ហាងកាហ្វេមួយនឹងបានឃើញសាររបស់សាការ៉ាបានសារមកប្រាប់គាត់ថានាងទើបតែចេញពីផ្ទះនោះទេឲ្យនាងសុំទោសផងហើយហារូគីគាត់ក៏បានតបវិញថាមិនអីនោះទេគាត់នឹងចាំនាងនៅហាងកាហ្វេលោកមុននិងសារចុងក្រោយរបស់ហារូគីនោះគាត់បាននិយាយថា I want to eat your pancreas ហើយយើងទាំងអស់គ្នាក៏មិនទាន់ដឹងដែរថាសាការ៉ានាងបានអានសារមួយនឹងឬក៏អត់នោះទេចំណែកឯហារូគីវិញគាត់នៅតែអង្គុយរងចាំសាការ៉ារហូតដល់ពេលល្ងាចតែគាត់នៅតែមិនទាន់ឃើញសាការ៉ានាងមកដដែលរហូតដល់គេបិទហាងទើបហារូគីគាត់បានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីបានត្រឡប់ទៅដល់ផ្ទះវិញនៅពេលដែលហារូគីគាត់កំពុងតែអង្គុយញ៉ាំបាយនិងរងចាំសាររបស់សាការ៉ានោះគាត់ក៏បានឃើញព័ត៌មានដែលគេបានផ្សាយថាមានក្មេងស្រីម្នាក់ទៅបានគេចាក់សម្លាប់ដែលនាងមានឈ្មោះថាសាការ៉ាយ៉ាម៉ូឈីបន្ទាប់ពីបានដឹងថាមនុស្សដែលខ្លួនឯងស្រឡាញ់ទៅបានគេចាក់សម្លាប់បែបនេះហារូគីគាត់មានការតក់ស្លុតយ៉ាងខ្លាំងនិងប្រៀបដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួននិងបានដើរដួលនៅលើជណ្ដើរទៀតផងគាត់បានយំយ៉ាងខ្លាំងគាត់មិននឹកស្មានថាមនុស្សដែលខ្លួនឯងស្រឡាញ់ទៅបានគេចាក់សម្លាប់បែបនេះនោះទេមនុស្សដែលខ្លួនឯងស្រឡាញ់ទៅតែកាន់ដៃគ្នាទៅតែមកកំជ្រួចជាមួយនឹងគ្នាទៅតែបានដើរលេងជាមួយនឹងគ្នាហើយអ្វីក៏នាងត្រូវបានចាក់ចេញទៅមុនគាត់យ៉ាងដូចនេះហារូគីគាត់ទៅតែបាននិយាយសុំឲ្យសាការ៉ានាងរស់នៅឲ្យបានយូរជាងនេះក៏ប៉ុន្តែអ្វីគ្រប់យ៉ាងវាត្រូវបានបញ្ចប់បាត់ទៅហើយអូខេចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតនៅពិធីបុណ្យសពរបស់សាការ៉ាវិញម្ដាយមិត្តភក្តិនិងសាច់ញាតិរបស់សាការ៉ាទាំងអស់គឺបានយកសោកស្ដាយជាខ្លាំងចំណែកឯហារូគីវិញគាត់មិនព្រមទៅពិធីបុណ្យសពរបស់សាការ៉ានោះទេក៏ព្រោះតែគាត់មិនអាចទទួលយកបានគាត់នៅតែក្នុងបន្ទប់នឹងអានសៀវភៅមិនព្រមចេញទៅណានោះឡើយរហូតដល់មួយរយៈក្រោយមកហារូគីគាត់ក៏ព្រមបើកចិត្តទទួលយកការពិតថាសាការ៉ានាងបានស្លាប់បាត់ទៅហើយនិងបានធ្វើដំណើរទៅផ្ទះរបស់នាងហើយក៏បានអុជធូបឲ្យនាងនិងបាននិយាយជាមួយនឹងម្ដាយរបស់សាការ៉ាថានាងបានប្រាប់អំពីជំងឺរបស់នាងមកកាន់គាត់ហើយហារូគីគាត់ក៏បានសួររកសភៅកំណត់ហេតុរបស់សាការ៉ាដែលមានឈ្មោះថា Living with Dying ហើយម្ដាយរបស់សាការ៉ាបានយកសភៅមនុស្សមកឲ្យហារូគីហើយគាត់បាននិយាយបណ្ដាលនិងយំបណ្ដាលថានាងបានប្រាប់គាត់ឲ្យទុកសភៅមួយនេះឲ្យមនុស្សម្នាក់ដែលបានដឹងអំពីជំងឺរបស់នាងនិងដឹងអំពីឈ្មោះរបស់សភៅរបស់នាងបានបន្តទៀតថាគាត់អាចនឹងខ្លាចខ្លាំងប្រហែលជាគាត់នឹងមិនអាចមកបុណ្យសពរបស់នាងបាននោះទេប៉ុន្តែគាត់នឹងមកបន្តពីរឿងនោះបានបញ្ចប់ហើយម្ដាយរបស់សាការ៉ាបានយំយ៉ាងខ្លាំងហើយនិយាយអរគុណទៅកាន់ហារូគីបន្ទាប់មកហារូគីគាត់ក៏បានបើកអានសភៅមនុស្សដែលវាមានអត្ថន័យថាអធិស្ឋានមែនតើអ្នកទាំងអស់គ្នានៅកន្លែងនេះគឺខ្ញុំមិនបានធ្វើនោះទេអញ្ចឹងហើយខ្ញុំក៏កាត់វាចោលតែម្ដងទៅនៅពេលដែលបានអានចប់ហារូគីក៏បានសុំម្ដាយរបស់សាការ៉ាមើលទូរស័ព្ទរបស់នាងនិងបានដឹងថាតាមពិតនាងបានចូលមើលសារចុងក្រោយរបស់គាត់រួចហើយគាត់ក៏ចាប់ផ្ដើមយំយ៉ាងខ្លាំងជាងលើកណាទាំងអស់បន្ទាប់ពីបានយំយ៉ាងអស់ចិត្តហើយហារូគីក៏បានអរគុណម្ដាយរបស់សាការ៉ានិងបានលាគាត់ត្រឡប់ទៅវិញមួយរយៈពេលក្រោយមកហារូគីក៏បានទៅជួបនឹងខេយ៉ូកូហើយក៏បានប្រាប់រឿងរ៉ាវគ្រប់យ៉ាងទៅកាន់នាងហើយក៏សុំទោសនាងផងដែររួចហើយគាត់ក៏បកគោលនៅសៀវភៅរបស់សាការ៉ាឲ្យទៅកាន់នាងក្រោយពេលដែលខេយ៉ូកូបានអានរួចហើយនាងបានយំយ៉ាងខ្លាំងនាងមិននឹកស្មានថាសាការ៉ានាងបានលាក់នៅរឿងនេះជាមួយនឹងនាងបែបនេះសោះហើយនាងក៏បានរត់ចាក់ចេញទៅហើយហារូគីក៏បានរត់ទៅតាមនិងបាននិយាយថាខ្ញុំចូលចិត្តអ្នកតែពួកយើងអាចធ្វើជាមិត្តជាមួយនឹងគ្នាបានដែរឬទេការចូលពេលក្រោយមកអ្នកទាំងពីរក៏បានទៅសែនភ្នោរបស់សាការ៉ាហើយក៏បានដឹងថាពួកគេឥឡូវនេះក៏ក្លាយជាមិត្តភក្តិនឹងគ្នាផងដែរហើយនេះគឺជាអ្វីដែលសាការ៉ាចង់បានមុនពេលដែលនាងស្លាប់អូខេអ្នកទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះគឺដល់ទីបញ្ចប់ហើយខ្ញុំគិតថារឿងមួយនេះគឺល្អមើលមែនតើបើសិនជាអ្នកទាំងអស់គ្នាបានទៅមើលរឿងពេញខ្ញុំគិតថាគឺល្អព្រោះអត្ថន័យនៅក្នុងរឿងនេះគឺមានច្រើនហើយខ្ញុំឃើញថាតួអង្គប្រុសនៅក្នុងរឿងមួយនេះចង់ក្រោយឲ្យគាត់បានផ្លាស់ប្ដូរអត្តចរិតរបស់គាត់ផងដែរពីមុនគាត់គឺជាមនុស្សម្នាក់ដែលមិនចូលចិត្តនិយាយស្ដីអត់ចូលចិត្តរាប់អានមិត្តភ័ក្តិហើយក៏អត់ចូលចិត្តទៅណាដែរគាត់នៅក្នុងបន្ទប់អានសភៅមើលតែសភៅទេប៉ុន្តែដល់ពេលចុងក្រោយគឺគាត់បានផ្លាស់ប្ដូរច្រើនមែនតើគាត់ផ្លាស់ប្ដូរតចរិតគាត់ចេះរាប់អានមិត្តភ័ក្តិគាត់ចេះចេញទៅក្រៅនិយាយទៅគឺដោយសារតែនិស្ស័យដែលគាត់បានជួបគ្នាជាមួយនឹងមនុស្សស្រីម្នាក់ហ្នឹងទើបធ្វើឲ្យជីវិតរបស់គាត់ដល់ពេលចុងក្រោយហ្នឹងគឺគាត់បានផ្លាស់ប្ដូរច្រើនអូខេអ្នកទាំងអស់គ្នាចង់វីដេអូនេះហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តកុំភ្លេចជួយ like និង subscribe ឲ្យម្នាក់មួយផង